Ok, số đây này đó thì chơi những to từ lớn mê đến những mình to tiết đến chỗ được căn thua thì bằng bấy chứ nước nông thua ní miền pram thua sầm rạp thua ca bằng hàng chứ nhưng xong vô thua ca bằng hai nơi thua bị muối sport healing brush thua chứ sport healing brush thua ní cứ pra sầm rạp lúc nơi snap ប្រឡាក់ឬក៏មុននៅក្នុងរូបភាពអញ្ចឹងឧទាហរណ៍ថានៅក្នុងរូបនេះវាមានស្នាមប្រឡាក់អញ្ចឹងវាមានស្នាមវាមានមុនធំមុនតូចអញ្ចឹងរបៀបប្រើរបៀបវាយើងអាចចុចស្នៀបបើកសម្រាប់ធ្វើការពង្រួមនៃប្រាសរបស់យើងស្នៀបបិទសម្រាប់ធ្វើការពង្រីកបាទអញ្ចឹងយើងធ្វើការ select ទៅលើស្នាមមុនដែលយើងចង់ធ្វើការ select មកក៏ចុចមកវានឹងធ្វើការបំបត្តិស្នាមមកឬក៏យើងចុចម៉ៅឲ្យជាប់យើងទាញមកអញ្ចេះក៏វាបំបត្តិឲ្យដែរណាបាទអញ្ចឹងយើងចូលទៅកាន់ tool ទី2 tool ទី2 heading brush tool heading brush tool នេះក៏មិនខុសគ្នាពី spot heading ដែរគឺសម្រាប់ធ្វើការកម្ចាត់នៃស្នាមប្រឡាក់ឬក៏ស្នាមមុននឹងឯងគ្រាន់តែវិធីប្រើវាខុសគ្នាករណីយើងចង់ធ្វើការបំបត្តិនៅស្នាមកន្លែងនេះយើងអាចចុចអើឲ្យជាប់រួចចុចម៉ៅខាងឆ្វេងដើម្បីចុចទៅលើកន្លែងស្នាមមុនចុចកន្លែងដែលមានសាច់មុខស្អាតរួចហើយយើងយកមកបិទភ្ជាប់មកយើងកន្លែងនេះយើងចុចអើហើយយើងចុច copy មកយើងក្បែរសាច់ក្បែរគ្នាហ្នឹងទើបវាមានសភាពស្អាតបាទអញ្ចឹងយើងចូលទៅកាន់ធួមួយទៀតគឺធួ task ធួនេះគឺប្រើសម្រាប់ដូចគ្នាមិនចាត់មុនដូចគ្នាប៉ុន្តែគាត់ថារបៀបប្រើគឺវាខុសគ្នាអញ្ចឹងខ្ញុំចុច F12 ដើម្បីឲ្យមើលសភាពដើមហើយខ្ញុំធ្វើការកាត់ឲ្យយើងទាំងអស់គ្នាមើលអញ្ចឹងនៅក្នុង part ធួនេះវាមាន2សំខាន់សម្រាប់ធ្វើការ select ទៅលើខាងលើនេះ source គឺប្រើសម្រាប់អីប្រើសម្រាប់គូសនៅគូសទៅលើមុនរួចយើងអាចទាញវាទៅកន្លែងដែលមុខមានសាច់ស្អាតមកវានឹងបំបត្តិឲ្យអូតូបន្តិចតែម្ដងតែបើសិនជាយើងយក destination មានន័យថាយើងធ្វើការ copy ទៅលើកន្លែងសាច់ដែលស្អាតមួយកន្លែងមកយើងធ្វើការទាញមកដាក់កន្លែងដែលអត់ស្អាតអញ្ចឹងឧទាហរណ៍ថាកន្លែងនេះយើង copy មកយើងចាប់ទាញមកវាធ្វើការបំបត្តិស្នាមឲ្យអូតូតែទាញកន្លែងដែលមានស្នាមមុនយើងអាចទាញទៅវាចេញស្នាមមុនណាទាញមកវាចេញស្នាមនឹងកន្លែងហ្នឹងអញ្ចឹងយើងចូលទៅកាន់ tool មួយទៀតគឺ tool container move tool អញ្ចឹង container move tool នេះប្រើសម្រាប់ធ្វើអីគឺប្រើសម្រាប់ធ្វើការផ្លាស់ប្ដូរទីកន្លែងនៃវត្ថុឬក៏កន្លែងដែលយើងធ្វើការ select ឧទាហរណ៍ថាយើង select កន្លែងនេះអញ្ចឹងមុនកន្លែងនេះយើងអត់ចង់បានទេយើងអាចទាញវាមកដាក់កន្លែងនេះរួចចុច double click 2 ដងឬក៏ចុចកន្លែងសញ្ញា tick ឬក៏ enter មកអញ្ចឹងមុនកន្លែងនេះយើងទាញមក double click 2 ដងវាផ្លាស់ទីអញ្ចឹងបើសិនជាយើងចង់ឲ្យវាមានកាន់តែច្រើនយើងយក extend នេះមក extend នេះយើងចុចមកវាចេញ2 ដងចេញមុន2 ដងដូចគ្នាណាបាទអញ្ចឹងទៅលើកឧទាហរណ៍មួយករណីយើងចង់ធ្វើការផ្លាស់ទីនៅវត្ថុកន្លែងនេះខ្ញុំសូមបរិយាវាសិនបើសិនជាយើងធ្វើការផ្លាស់ប្ដូររូបកុកកន្លែងនេះហើយយើងយកទៅដាក់កន្លែងនេះយើងចុច double click 2 ដងនោះយើងឃើញថាពណ៌វាអត់ស៊ីគ្នាទេអញ្ចឹងខ្ញុំ control Z មកវិញយើងធ្វើការផ្លាស់ប្ដូរពណ៌នេះយើងតម្លើងពណ៌វា10អានេះយើងអាចតម្លើងមកត្រឹម7ហើយយើងអាចទាញទៅភាសាទៀតរួចឲ្យ double click 2 ដងមកអញ្ចឹងពណ៌ដែលកន្លែងនេះមិញវាមានភាពប្រហាក់ប្រហែលគ្នាវានឹងបញ្ចេញពណ៌ឲ្យមានភាពទីគ្នានៃរូបភាពឥឡូវយើងចូលទៅកាន់ tool មួយទៀតគឺ tool red eye tool នេះគឺប្រើសម្រាប់ធ្វើការបង្ហាញ
ភ្នែកក្រហមឲ្យទៅជាភ្នែកខ្មៅឧទាហរណ៍ថាភ្នែកកូននេះតទៅវាចាំងផ្លាតហមដោយសារតែកាមេរ៉ាសេរីមុនវាចាស់អីចឹងទៅយើងគ្រាន់តែយកម៉ៅសិលេចទៅលើវាហើយប្រឡែងដៃមកគឺភ្នែកខ្មៅភ្នែកក្រហមនឹងទៅជាខ្មៅអញ្ចឹងនេះដូចគ្នាបាទអញ្ចឹងធួលទាំង5នេះខ្ញុំបានធ្វើការបង្ហាញរួចរាល់ហើយអញ្ចឹងបើថាមានចម្ងល់អាចខមមិនសួរនៅក្នុងខាងក្រោមវីដេអូហើយអរគុណច្រើន